ភាពវាជាទៀតplasma cluster សំណើមទឹកនិងសំណើមខ្យល់ស្ថានភាព28អង្សាជាទូទៅនៅពេលដែលប្រើពួកសំណើមទឹកនៅក្នុងបន្ទប់យើងត្រជាក់ជាងធម្មតា2ទៅ3អង្សាឧទាហរណ៍ថាបើសិនបើយើងអត់បានបើកម៉ាស៊ីនបន្សុទ្ធវាអាចឡើងដល់30អញ្ចឹងនៅពេលដែលបើកកណ្ដឹងវានឹងចូលចុះសក់ទៅតាមទីតាំងព្រោះដោយសារហេតុអីវាស្ថានភាពវាត្រជាក់ជាងមុនដោយសារខ្យល់ដែលវាចេញពីក្នុងនឹងមកគឺទឹកខ្យល់ទឹកបើយើងនិយាយហៅថាដង្ហើមទឹកអូខេវាអាចទៅជាអញ្ចឹងប៉ុន្តែដង្ហើមទឹកវាអត់មានតម្រងសម្រាប់ច្រោះវាទេប៉ុន្តែសម្រាប់ម៉ាស៊ីនបន្សុទ្ធនិងម៉ាស៊ីនប្រក់សំណើមវាមានខ្យល់សម្រាប់ចាប់ទលីអញ្ចឹងយើងប្រសិទ្ធភាពយើងបានជាងមុនបន្តិចហើយអ្វីដែលយើងទទួលបានគឺភាពចាប់ភាគនៅខាងក្នុងបន្ទប់យើងឲ្យវាទៀតទៅធ្វើឲ្យការប្រើប្រាស់វាអត់មានអាឡែស៊ីវាអត់មានជីកវាយ៉ាងគាត់ថាវាជួយបានខ្លះតែវាមិនមែន 100% ទេវាស៊ីសងទៅលើការប្រើប្រាស់វាបើជាទូទៅយើងអាចប្រើ daily ក៏បានដែរយើងអាចប្រើជាប្រចាំថ្ងៃបើវា24ម៉ោងលើ24ម៉ោងយើងគ្រាន់តែដាក់ទឹកក្នុងកំប៉ុងទឹកនេះដើម្បីឲ្យប្រកាសថានៅក្នុងបន្ទប់យើងហ្នឹងគឺមានសំណើមទឹកហើយអញ្ចឹងការប្រើប្រាស់ក៏វាល្អទៅតាមហ្នឹងហើយមុខនេះ function ក៏វាអត់សូវស្មុគស្មាញសម្រាប់ការប្រើធ្វើទៅបិទភាពអក្សរជប៉ុនប៉ុន្តែវាក៏ symbol ច្រើនណាតែតងជាមួយល្បឿនខ្យល់ ray សំណើមទឹកបាត់នេះដំណើរការតែយើងចង់ប្រើសំណើមទឹកយើងចុចជាមួយនេះវាសំណើមទឹកអញ្ចឹងបណ្ដាការប្រើប្រាស់វាស៊ីសងទៅលើការយល់ដឹងពីការថែទាំផងវាដែរព្រោះផលិតផលជប៉ុនdesign មកក្នុងនៃសុខភាពអញ្ចឹងយើងត្រូវយល់ពីការថែទាំសុខភាពយើងដូចជាការសម្អាតតម្រងការឆែកមើលទឹកការផ្លាស់ប្ដូរតម្រងហ្នឹងគឺយើងត្រូវការដឹងវាដែរសម្រាប់ម៉ាស៊ីនទាំងអស់គ្រាន់តែវាមាន option នៃការប្រើប្រាស់ខុសគ្នាឧទាហរណ៍ដូចសាបអញ្ចឹងវាមានប្រើ chip អត់ប្រើ chip វាប្រើ electron plasma អាហ្នឹងវាប្រើខុសគ្នាអញ្ចឹងការថែទាំការផ្លាស់ប្ដូរ chip ក៏ដូចគ្នាដែរក៏ត្រូវការផ្លាស់ប្ដូរដែរអញ្ចឹងអីវ៉ាន់វាទីឲ្យយើងអ្នកទិញក៏យើងត្រូវការដឹងវាដែរតែថាអីវ៉ាន់ខ្លះ function គឺយើងចេះតែប្រើយើងអត់ដឹងអញ្ចឹងនិយាយថាយើងប្រើគេថាយើងអត់ដឹងតែសម្រាប់ពួកយើងនៅព្យាយាមផ្ដល់ជូននៅព័ត៌មានទាក់ទងជាមួយការប្រើប្រាស់ឲ្យដែលត្រឹមត្រូវហើយនឹងតាមបច្ចេកទេសផងវាធ្វើទៅបើតាតេជនទិញឬមិនទិញក៏យើងត្រូវការយល់ដឹងពីការថែទាំផលិតផលការថែទាំសុខភាពនឹងដែរអញ្ចឹងអតិថិជនត្រូវការសិនសុទ្ធអាចមកមើលនៅហាងបានពួកយើងមានច្រើនទំហំច្រើនលេខហើយនឹងច្រើន option អញ្ចឹងមិនយើងភៀវតម្រូវការយើងសិតតែលក់ប្រភេទ option ទេព្រោះវាមានទៅតាមទំហំវាមានទៅតាម spec ប្រើក្នុងបន្ទប់ប្រើនៅកន្លែងអង្គុយលេងផ្ទះមានសត្វចិញ្ចឹមកន្លែង clinic ពួក medical ពួកវាប្រើសិតទៅខុសគ្នាអូខេអរគុណមានតែប៉ុណ្្នឹងទេ